ឲ្យតែថ្ងៃសម្រាប់ម្ដងណាកូនខ្ញុំគឺថានិយាយពីសប្បាយអមែនទែនក្រោកតាំងពីម៉ោង5ព្រឹករៀបចំតែងខ្លួនត្រៀមដើរលេងបាត់ហើយតែបើថ្ងៃរៀនធម្មតាវិញមិនបាច់និយាយទេបងប្អូនអើយម៉ោង7ហើយដាស់មិនខ្ចីក្រោកមិនខ្ចីងើបអាយអូឌីម៉ាហើយវាក៏ជាទម្លាប់គ្រួសារខ្ញុំដែរឲ្យតែថ្ងៃសម្រាប់គឺពួកយើងចំណាយពេលវេលាជាមួយគ្នាពិសេសគឺដើម្បីកូនយើងទៅកន្លែងណាដែលកូនមានបំណងប្រាថ្នាចង់ទៅលេងចឹងទៅឬក៏ទៅញ៉ាំអីដែលគេចង់ញ៉ាំចឹងណាចាគឺពួកយើងផ្ដល់ពេលវេលាពេញមួយថ្ងៃនឹងសម្រាប់ពួកគេតែម្ដងព្រោះអីបងប្អូនអើយកូនណាគេនៅស្និទ្ធស្នាលនៅក្បែរយើងតែពេលគេនៅតូចចឹងឯងតែតិចទៀតគេធំទៅគេរវល់រៀនគេរវល់សូត្រគេការងារគេអីគេគឺគេលេងសូវមានពេលវេលាជាមួយយើងហើយដូច្នេះហើយអ្វីចាប់ពីកើតមករហូតដល់10ឆ្នាំហ្នឹងអាហ្នឹងជាវ័យដែលនៅជាមួយពុកម្ដាយបានច្រើនហើយព្រោះតែចាប់ពី11 12ឆ្នាំទៅដែលគេចាប់ផ្ដើមចូលរៀនអនុវិទ្យាល័យអីទៅគឺថាការរៀនមមាញឹកខ្លាំងមែនទែនអត់សូវមានពេលវេលាជាមួយយើងទេអញ្ចឹងហើយតើមានពេលវេលាយើងឆ្លៀតពេលជាមួយគ្នាហ្មងទៅហើយជាធម្មតាកូនខ្ញុំគឺចូលចិត្តទៅលេងសួននិងទៅលេងផ្សារថ្ងៃនេះយើងបានទៅលេងសួនកំសាន្តបន្ទាប់ពីទៅលេងសួនកំសាន្តមកគឺយើងចូលផ្សារទិញផ្លែឈើទិញអីដែលកូនចូលចិត្តញ៉ាំអូនចូលចិត្តញ៉ាំផ្លែ strawberry ខ្លាំងមែនទែនអញ្ចឹងយើងក៏ចូលផ្សារទិញផ្លែឈើនិងនំនែកខ្លះទុកឲ្យកូនញ៉ាំអញ្ចឹងទៅបន្ទាប់មកគឺយើងមក shopping មួយគ្នាបើកូនខ្ញុំវិញខ្ញុំនិយាយមែនទៅសារ3នាក់នេះមែនទែនចូលផ្សារអញ្ចឹងទីថាគេទាទិញរបស់ដែលគេចង់ទិញអញ្ចឹងកៅអៅអីអញ្ចឹងទីថាទាទិញខ្លួនឯងអត់ទេណាបងប្អូនគឺមួយតម្រង់ទៅមើលតែកៅអៅឲ្យប្អូនគេទេដល់ទៅមើលទៅអត់មានស្អាតអត់មានពេញចិត្តគេក៏ចេញមកវិញមកហើយគេសុំទៅកន្លែងដែលគេចូលចិត្តលេងកន្លែងដែលកូនខ្ញុំចូលចិត្តលេងជាងគេគឺហាងសិភៅកន្លែងលក់សិភៅកូនខ្ញុំចូលចិត្តមែនតើអូននអីហ្នឹងគេចូលចិត្តទៅមើលសិភៅនិងគេមានជារបស់របៀបប្រកាន់ប្រាជ្ញាក្មេងបងប្អូនគេដាក់ឲ្យក្មេងៗលេងអញ្ចឹងហើយនៅហ្នឹងក៏គេមានដាក់តាំងទូត្រីដែរគឺថាជាចំណូលចិត្តរបស់ប្រុសធំហើយប្រុសធំគឺចូលចិត្តសត្វចូលចិត្តចិញ្ចឹមសត្វចង់ចិញ្ចឹមសត្វចូលចិត្តជាងគេត្រីឆ្កែនិងឆ្មាគឺចូលចិត្តឆ្លាញ់បំផុតហើយទាសុំចិញ្ចឹមរាល់ថ្ងៃហើយនេះជាហាងសិភៅនៅក្នុងប្រទេសជប៉ុនបងប្អូនគឺគេមានដាក់ជារបស់របរសម្រាប់លេងបង្កើនប្រាជ្ញាផ្សេងឲ្យក្មេងសាកល្បងប្រាជ្ញានិយាយទៅបងប្អូនខ្ញុំទៅសាប្រទេសជប៉ុនថងចំណុចមួយហ្នឹងជប៉ុនបកកែរោវិធីណែបរៀនក្មេងគឺគេអត់បង្ខំក្មេងឲ្យរៀនអក្សររៀនអីប៉ុន្តែក្មេងពីអាយុ0ឆ្នាំដល់5ឆ្នាំភាគច្រើនគឺគេឲ្យរៀនជាមួយនឹងការលេងឲ្យសុបាយចិត្តហើយគឺចេះទៀតគេអត់បង្ខំក្មេងៗឲ្យរៀនអក្សរឲ្យរៀនលេខដូចយើងនៅស្រុកខ្មែរយើងភាគច្រើនតែចូលមត្តេយ្យគឺចាប់ផ្ដើមរៀនកខអីចឹងណាតែនៅនេះអត់ទេណាបងប្អូននៅសាលាមត្តេយ្យគឺគេអត់ទាន់រៀនអក្សរទេរហូតដល់មត្តេយ្យកម្រិតខ្ពស់តើតាយើងត្រៀមចូលថ្នាក់ទី1អាហ្នឹងបានគេរៀនអក្សរយើងដូចអូននចឹងឆ្នាំនេះទៅគ្រូគេចាប់ផ្ដើមរៀនអក្សររៀនលេខរៀនអីចឹងឯងបើឆ្នាំមុនគឺអត់បានរៀនទេប៉ុន្តែអូនននៅផ្ទះចឹងខ្ញុំចេះតែរៀនអាធំចឹងទៅរៀនដោយទាំងអូននដែរចឹងទៅហើយឆ្នាំនេះគឺចាប់ផ្ដើមរៀនហារឹកហើយការពិតហារឹកនៅសាលាអត់តន់រៀនទេប៉ុន្តែខ្ញុំរៀនកូនមុនឲ្យហើយដោយសារយើងកូនជនជាតិផ្សេងអញ្ចឹងខ្លាចកូនរៀនអត់តន់គេអញ្ចឹងយើងរៀនមុនខ្លះទៅនៅពេលដែលគេរៀននៅសាលាគឺវាមានភាពងាយស្រួលខ្លាំងមែនទែនអត់សូវពិបាកទេចាហើយបន្ទាប់ពីយើងដើរលេងហត់ហើយឥឡូវនេះគឺថាម្នាក់ឃ្លានហើយគេមកទីញ៉ាំអីអញ្ចឹងអីក៏នាំគេមកញ៉ាំអីនៅហាងដែលគេចូលចិត្តកូនខ្ញុំគឺចូលចិត្តនៅហាងអ៊ីតាលីមួយនេះមែនទែនគឺចូលចិត្តម្ហូបអ៊ីតាលីទាំង4នាក់បងប្អូនគេហ្នឹងហើយបើនិយាយពីយាយសក់បាសនេះវិញមិននិយាយទៅនេះមើលរឹកណាឲ្យតែបានចូលក្នុងហាងដើរផ្សារដើរអីនោះយើងចរឹកដូចមនុស្សធំអញ្ចឹងអត់មានយករឿងងាកងក់អីអត់ទេគឺសុបាយហ្មងមនុស្សនឹងកើតមកដើម្បីតែដើរលេងហ្មងមនុស្សហ្នឹងតែនិយាយពីប្រពន្ធញេះទេស្អីក៏ញ៉ាំបានដែរឃើញស្ប៉ាហ្គេទីអាបងនឹងទាញ៉ាំស្ប៉ាហ្គេទីអាបងឃើញគេញ៉ាំអីហ្នឹងចង់ញ៉ាំនឹងដែរឃើញភីសារបស់ចែហ្នឹងក៏ចង់បានភីសាគេដែរនិយាយពីឃើញអីមិនបានទេគឺថាចរិតហ្នឹងសំជាងកូនពៅមែនអ្នកណាលើសមួយម៉ាត់មិនបានណាលើសអីតិចមិនបានទេហើយមកចំណោមកូនខ្ញុំទាំង4ហ្នឹងនេះប្រុសកម្មាប់ខ្ញុំនេះបកាយញ៉ាំណាប្រុសធំខ្ញុំហ្នឹងដាក់ស្អីក៏ញ៉ាំបានដែរហើយពីចំណុនវិញអាហ្នឹងនិយាយពីសិចស៊ីដល់ហ្នឹងអាវសើសយេស្មាសិចស៊ីដល់កហើយនិយាយពីថារឿងតែងខ្លួនវិញគឺមិនឲ្យចាញ់ម៉ែទេខ្លាចម៉ែលើសហើយនិយាយពីថាម្នាក់អូយស្រឡាញ់កូនពៅនឹងស្រឡាញ់ស្ទើលេបហើយម្នាក់ហ្នឹងញ៉ាំហើយពីមាត់មិនតាន់ទេមកអោបនេបនិតប្អូនស្រឡាញ់ខ្លាំងណាស់ពេញបេះដូងហើយកូនពៅជាគ្រាប់ពេជ្រនៅក្នុងផ្ទះហើយការពិតទៅបងប្អូនអើយរាល់ថ្ងៃពីអ្នកប្តីប្រពន្ធខ្ញុំហត់ខ្លាំងណាស់ប៉ាធ្វើការមួយថ្ងៃ6 7 10ម៉ោងត្រមអានមកផ្ទះមកដល់ផ្ទះហើយការងារផ្ទះទៀតថ្ងៃខ្លះហើយខ្ញុំវិញមើលកូន4នាក់នឹងរត់ទៅរត់មកម្នាក់ឯងនឹងត្រកក៏ពិតហត់ណាថ្ងៃសម្រាប់សំតំណំគ្នាដេកឲ្យឆ្អែតទេប៉ុន្តែដើម្បីក្តីសុខកូនណានាំគ្នាមកតែអញ្ចឹងហើយនៅពេលដែលបានឃើញស្នាមញញឹមក្តីសុខរបស់កូនណាម្ដាយឪពុកអាភាពហត់នឿយទាំងប្រមាណគឺបាត់អស់អាលីងតែម្ដងចឹងបានថាបងប្អូនអើយមនុស្សយើងតែដល់ពេលមានកូនមានអីទៅគឺថាធ្វើអ្វីគ្រប់យ៉ាងគឺដើម្បីតែកូនទេលេងទៅគិតលេងខ្វល់ពីខ្លួនឯងហើយអីក៏ដោយដើម្បីតែស្នាមញញឹមរបស់កូនឲ្យតែកូនសប្បាយចិត្តឲ្យតែកូនចូលចិត្តគឺលះបង់គ្រប់យ៉ាងដើម្បីកូនហើយ